មិនចាំបាច់ប្រើថ្នាំសម្រាប់ឬថ្នាំពោកម្លាំងអាហារទាំង8មុខនេះអាចដាក់អារម្មណ៍ផ្លូវភេទឲ្យគូស្នេហ៍ខ្លាំងសៅសុខដល់ត្រើយដៃគូភាគច្រើនមិនអាចជៀសផុតពីបញ្ហាចំណង់ផ្លូវភេទឡើយគឺគ្រាន់តែអ្នកខ្លះចេះស្វែងរកដំណោះស្រាយសមស្របណាមួយហើយអ្នកខ្លះទៀតមិនដឹងទៅរកជំនួយពីណាខាងក្រោមនេះគឺជាអាហារជំនួយផ្លូវភេទចំនួន8ប្រភេទដែលប្រហែលជាអាចដោះស្រាយបញ្ហារបស់អ្នកបាន1សូកូឡាខ្មៅសូកូឡាខ្មៅមានផ្ទុកនូវសារធាតុគីមីពីរយ៉ាងគឺ anandamide និង phenylethylamine ដែលជាមានលក្ខណៈពិសេសអាចជំរុញផ្នែកអរម៉ូនស្មារតីឲ្យស្រស់ស្រាយល្អចំពោះសុខភាពផ្លូវភេទ2 oyster វាសម្បូរទៅដោយស័ង្កសីដែលជំរុញអរម៉ូនផ្លូវភេទនិងបង្កើនសមត្ថភាពផលិតទឹកកាម3ទំពាំងបារាំងបន្លែប្រភេទនេះពោរពេញទៅដោយវីតាមីន E ដែលជំរុញស្មារតីអរម៉ូនសិចឲ្យកាន់តែពុះកញ្ជ្រោល4ម្ទេសមិនត្រឹមតែហេម្ទេសក៏ចាត់ទុកជាអាហារជំរុញផ្លូវភេទល្អមួយប្រភេទផងដែរវាជួយដាស់ស្មារតីផ្លូវភេទរំញោចប្រព័ន្ធសរសៃប្រសាទនិងបង្កើនលំហូរឈាមជាដើម5ឪឡឹកសារធាតុស៊ីត្រូលីនមាននៅក្នុងផ្លែឪឡឹកគឺជាគន្លឹះសំខាន់ក្នុងការជួយដល់លំហូរឈាមនិងដាស់អារម្មណ៍ផ្លូវភេទឲ្យកាន់តែររៀល6G celery វាល្អសម្រាប់ជំនួយផ្លូវភេទមនុស្សស្រីព្រោះ G ប្រភេទនេះសម្បូរសារធាតុ phytoandrogens ដែលបង្កើនចំណង់អារម្មណ៍រួមភេទបាន7ទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ហេតុដូច្នេះហើយវាអាចជួយបង្កើនលំហូរឈាមមនុស្សនិងបង្កើនភាពរំញោចនៃប្រដាប់ភេទបានយ៉ាងងាយ8ចេកប៉ូតាស្យូមនៅក្នុងផ្លែចេកនឹងជួយឲ្យដៃគូរួមភេទឆាប់ឈានដល់ចំណុចកំពូលបានសូមចុច like follow និង subscribe ដើម្បីគាំទ្រ Channel និងទទួលបានព័ត៌មានល្អៗព្រមទាំងវីដេអូថ្មីៗជាបន្តបន្ទាប់